អ្នកជាអ្នកណាចង់ស្លាប់មែនទេលេងខ្ញុំទៅលោកអ៊ំខ្ញុំទើបតែឃើញកូន2នាក់របស់មីងលូនៅខាងក្រៅពួកគេរត់បាត់ហើយទៅតាមចាប់ពួកគេមកវិញកុំឲ្យពួកគេធ្វើបាបអ្នកមានគុណរបស់ខ្ញុំចាស់ពួកឯងមិនមែនរត់ទេគឺតាចាស់ដែលចិត្តស្លាប់នោះបើគាត់ឃើញម៉ាក់ត្រូវគេធ្វើបាបគាត់ច្បាស់ជាមកជួយលោកអ៊ំវាងមានអ្នកមករករឿងលោកប្រញាប់ចាត់ការទៅមិនបាច់ខ្វល់ពីគាត់ទេមិនដឹងថាឯងជាអ្នកជួលមកគឺដើម្បីជួយនាងលូស៊ីវយុនមកឯងនៅណាពួកយើងនៅទីនេះពួកឯងធ្វើហួសហេតុពេកហើយមិនក៏ធ្វើដាក់គាត់បែបនេះតាក់ទងអីនឹងឯងមិនមែនឯងចេះដឹងរឿងគេទេម៉ាក់ខ្ញុំត្រូវរយជាមួយលោកអ៊ំវាងយូរហើយលេងគាត់ទៅខ្ញុំជាអ្នកចេញមុខខ្ញុំចង់បានខ្លួនគាត់ឯងនៅមិនទាន់មានសិទ្ធទេមិននឹកស្មានថាមានកូនប្រុសដូចឯងសោះដើម្បីប្រយោជន៍មិនខ្វល់ពីមនោសញ្ចេតនាគាត់មិនមែនជាម្ដាយបង្កើតខ្ញុំទេម្យ៉ាងទៀតនេះមិនមែនហៅថាលក់ទេនេះហៅថារកកន្លែងពឹងពាក់ឲ្យគាត់ក៏យល់ព្រមជាមួយលោកអ៊ំវាងដែរយ៉ាងណាមិញលោកអ៊ំវាងក៏មានលុយដែរឯងមានលុយទេគ្មានលុយទេកុំស្រមៃអីគាត់និយាយត្រូវដើម្បីសង្គ្រោះខ្ញុំមកឯងចំណាយលុយ100000ត្រូវតែបង្រៀនមេរៀនឲ្យគាត់ទើបបំបត្តិកំហឹងខ្ញុំបានបើមិនអញ្ចឹងទេសង់លុយមកលោកអ៊ំវាងកុំបារម្ភខ្ញុំច្បាស់ជាឲ្យឯងបញ្ចេញកំហឹងប្តីឥឡូវឲ្យឯងមើលជីវិតដែលមិនចេះអៀនខ្មាស់ហ៊ានវីម៉ាក់ខ្ញុំផងនេះជាការសងសឹកវីខ្ញុំឯងនឹងស្ដាយក្រោយប្រាប់ខ្ញុំមកឥឡូវឯងស្ដាយក្រោយទេស្ដាយក្រោយសំណាងហើយដែលខ្ញុំមកតាន់ពេលបើមិនអញ្ចឹងទេខ្ញុំក៏មិនដឹងថាអ្នកមានគុណរបស់ខ្ញុំត្រូវពួកឯងធ្វើបាបយ៉ាងម៉េចខ្លះទេប្រាប់ឯងចុះក្នុងមួយជីវិតនេះអ្វីដែលចាងស៊ូយីងឲ្យតម្លៃបំផុតគឺលុយអ្នកណាហ៊ានរារាំងម៉ាក់ខ្ញុំរកលុយអ្នកនោះត្រូវស្លាប់ខ្ញុំក៏ឲ្យលុយឯងដែរដឹងថាចង់បានប៉ុន្មានទេឯងខ្លាចមិនដឹងទេលោកអ៊ំវាងឲ្យខ្ញុំប៉ុន្មានទោះគាត់ឲ្យប៉ុន្មានខ្ញុំឲ្យគុណនឹង2ឲ្យតែលេងម្ដាយឯងមានលុយច្រើនជាងខ្ញុំឯងប្រហែលជាមិនដឹងថាខ្ញុំមានឋានៈអ្វីទេឋានៈអ្វីប្រាប់ឯងចុះគឺជាបងប្អូនធម៌របស់ប្រធានទួននៃក្រុមហ៊ុនលេស៊ីម៉ៅការគម្រោងជាង10របស់ក្រុមហ៊ុនលេស៊ីនិយាយឲ្យខ្លីទៅខ្ញុំគឺជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនលេស៊ីលោកអ៊ំវាងឋានៈក្រុមហ៊ុនគាត់តែងតែមិនសូវល្អទេតាមពិតទំនាក់ទំនងរបស់លោកគឺប្រធានទួនល្អណាស់អញ្ចឹងក្រុមហ៊ុនខ្ញុំសហការជាមួយគាត់ច្បាស់ជាជោគជ័យហើយប្រធានទួនគម្រោងជាង10មកពីណាមិនដែលឮសោះល្ងងមែនក្រុមហ៊ុនលេស៊ីគឺជាក្រុមហ៊ុនធំបំផុតនៅយន្តជ័រក្រុមហ៊ុនទាំងអស់សុទ្ធតែចង់សហការជាមួយក្រុមហ៊ុនលេស៊ីមិនត្រឹមតែមានទំហំធំទេប្រសិទ្ធភាពក៏ល្អដែរកុំឃើញថាមេយើងក៏មកចេញមុខតែរាល់ឆ្នាំពេលត្រួតពិនិត្យគាត់សុទ្ធតែជាអ្នកមានបំផុតនៅយន្តជ័រប្រធានក្រុមហ៊ុនលេស៊ីមានលុយតាក់ទងអីនឹងឯងខ្ញុំគឺជាម្ចាស់ភាគហ៊ុននៅពីក្រោយក្រុមហ៊ុនលេស៊ីគាត់មានលុយគឺខ្ញុំមានលុយក្មេងតូចចង់សហការជាមួយក្រុមហ៊ុនលេស៊ីគ្មានខ្សែរយៈខ្ញុំទេគឺមិនបានសម្រេចទេឬទេអាល្ងងលោកអ៊ំវាងយើងមិនត្រឹមតែមានលុយទេថែមទាំងអាចជួយខ្ញុំក្នុងមុខចំនួនទៀតឯងមានមុខអីមកប្រៀបធៀបបើខ្ញុំនិយាយថាខ្ញុំគឺជាប្រធានក្រុមហ៊ុនលេស៊ីវិញឯងជាប្រធានក្រុមហ៊ុនលេស៊ីអញ្ចឹងខ្ញុំជាអភិបាលក្រុងយន្តជ័រហើយក្មេងតូចកុំឲ្យអាល្ងងនេះនិយាយផ្ដេសផ្ដាស់ទៀតវីមួយសិនទៅខ្ញុំនឹងម៉ាក់ឯងនៅត្រូវចូលបន្ទប់ទៀតនិយាយម្ដងទៀតម៉ាក់ខ្ញុំនិងលោកអ៊ំវាងត្រូវរកគ្នាហើយថ្ងៃក្រោយកុំមកធ្វើរឿងផ្ដេសផ្ដាស់នៅផ្ទះខ្ញុំទៀតបើមិនអញ្ចឹងទេខ្ញុំឃើញម្ដងវីម្ដងខ្ញុំចេញលុយខ្ញុំចេញ200,000អញអាចយកលុយ200,000បានមែន200,000ដូរយកសេរីភាពម្ដាយឯងលុយណែណាយកមកឲ្យខ្ញុំយល់ព្រមភ្លាមស៊ូយីងឯងមានន័យថាម៉េចប្រាប់ឯងចុះលូស៊ីវយុនជារបស់ខ្ញុំថ្ងៃនេះខ្ញុំត្រូវតែដេកជាមួយនាងកុំប្រញាប់អីខ្ញុំសង្ស័យថា